បងថ្ងៃនេះខ្ញុំមកប្រាប់បងប្អូនទាំងគ្នាពីរបៀបដាក់ថ្មក៏ដូចជាការបើក drone និង reset drone របស់អ្នកគ្នាបាទនេះគឺជាប្រភេទ drone V17 ស្ទើរប្រភេទ drone នេះនឹងមក stock យើងម្ដងទេបងប្អូនទាំងគ្នាបានថ្លៃតែ$12ទេបងប្អូនទាំងគ្នាត្រូវការអាចចាំជើងក្រោយបានបាទតោះឥឡូវមកមើលការដាក់ថ្មនិងរៀបចំរបស់ខ្ញុំបងប្អូនទាំងគ្នាបាទជាដំបូងបងប្អូនត្រូវមានបងប្អូនត្រូវមានជាមួយនឹងគឺថ្មបងប្អូនថ្ម drone នេះទិញទៅបងប្អូនគេឲ្យនៅក្នុងឈុតហ្នឹងប៉ុន្តែបងប្អូនត្រូវសាកថ្មឲ្យពេញសិនណាសាកថ្មឲ្យពេញយើងប្រហែលទៅគឺអាចប្រហែលបានយូរបងប្អូនទាំងគ្នាបាទតោះមកទៀតបងប្អូនត្រូវមានថ្មទុយៗបងប្អូនប្រភេទថ្មដាក់តលែនសិនជាបងប្អូនត្រូវមានចំនួន3គ្រាប់មកយើងបានមានតលែយើងបងប្អូនគ្នាបាទមានជំហានដំបូងបងប្អូន drone យើងបងប្អូន drone នេះបងប្អូនត្រូវមើលកន្លែងស្នាប់វានេះស្នាប់វាហ្នឹងឲ្យទៅជាមួយនឹងស្នាប់យើងបងប្អូនទាំងគ្នាបាទប្រយ័ត្នដាក់ទៅខុសហើយសម្រាប់ការដាក់បងប្អូនឃើញនេះវាឃើញក្រហមហ្នឹងអាហ្នឹងគឺជាកលៈវាបងប្អូនទាំងគ្នាបាទសម្រាប់ការដាក់បងប្អូនយើងដាក់វាចេះយើងដាក់វានៅក្រោយចាំមកយើងដាក់វាត្រូវក្បាលដាក់នៅក្រោយតោះមកបងប្អូនសកាត់វាឲ្យរុញទៅមុខសកាត់វារុញទៅមុខខ្ញុំមកគឺវាជាប់បងប្អូនទាំងគ្នាបាទគឺវាអត់ធ្លាក់ទេហ្នឹងហើយបងប្អូនជិះបានមកខ្ញុំបងទៅជិះបានមកគឺលុបទៅក្នុងដៃនេះបងប្អូនអាចឃើញបានណាតោះមកមើលតែលេវិញតែលេបងប្អូនបាននៅខាងក្រោយនេះបាននៅខាងក្រោយបងប្អូនដាក់ចំនួនថ្មចំនួន3គ្រាប់បងប្អូនទាំងគ្នាបាទយ៉ាធ្លាក់បងប្អូនដាក់ថ្មចំនួន3គ្រាប់មកហើយបងប្អូននេះកងតាក់វានៅខាងក្រោយវាមានពី off ហើយនឹង on បងប្អូនទាំងគ្នាបាទយើងបើកមក on មកនេះវាលុបភ្លើតបងប្អូនរុញឡើងលើមួយចុះក្រោយមួយបងប្អូនទាំងគ្នាបាទគឺវាជាប់ហើយនេះរុញទៅមួយជាប់ហើយបងប្អូននេះវាជាប់គ្នាបាទនេះសម្រាប់ការ reset បងប្អូនដាក់វានៅកន្លែងស្មាបងប្អូនអស់វាពីហើយវាលឺសលេងហើយវាជប់លុបភ្លើងគឺវាអាចបង្ហោះបានបងប្អូនទាំងគ្នាបាទដាក់ស្មានេះមានន័យថា reset ទៅឲ្យវាហោះពីអៀងរេឆ្វេងស្ដាំបងប្អូនទាំងគ្នាបាទ